ទាំងអស់គ្នាមិនដឹងអត់នៅពេលដែលយើងប្រើប្រាស់ app Facebook YouTube ឬក៏ app ណាមួយតាមពិតទៅទិន្នន័យរបស់យើងមិនត្រឹមតែរក្សាទុកនៅក្នុងទូរស័ព្ទរបស់យើងទេប៉ុន្តែទិន្នន័យរបស់យើងនឹងគឺត្រូវរក្សាទុកនៅកន្លែងធំមួយដែលដំណើរការ24ម៉ោងហើយកន្លែងធំនោះគឺគេហៅថា data center តើ data center គឺជាអ្វីទៅData center គឺជាកន្លែងពិសេសមួយដែលផ្ទុក server storage ក៏ដូចជា network equipment ដើម្បីរក្សាទុកនិងដំណើរការទិន្នន័យរបស់ website application និង online service ហើយនិយាយងាយយល់ទៅ data center នឹងប្រៀបដូចជាឃ្លាំងធំមួយដែលរក្សាទុកទិន្នន័យអ៊ីនធឺណិតអញ្ចឹងហើយបើនិយាយពីមុខងារ data center វិញគឺរក្សាទុកទិន្នន័យរបស់ website និង application ដំណើរការ system និង online service 24/7 ហើយក៏គ្រប់គ្រងនៅ cloud computing និង online platform ផងដែរហើយវិញទៀតគឺធានាថា data មានសុវត្ថិភាពនិងអាចប្រើប្រាស់បានគ្រប់ពេលបើសួរថាតើនៅក្នុង data center នឹងមានអ្វីខ្លះក្នុង data center មានដូចជា server ដែលដំណើរការទិន្នន័យហើយទី2គឺ storage system គឺសម្រាប់រក្សាទុកទិន្នន័យធំៗទី3គឺ networking device មានដូចជា router និង switch សម្រាប់ភ្ជាប់អ៊ីនធឺណិតទី4គឺ cooling and power system គឺជាប្រព័ន្ធត្រជាក់និងភ្លើងបំរុងបើនិយាយចំទៅ data center នឹងគឺជាគ្រឹះសំខាន់នៃអ៊ីនធឺណិតបើយើងគ្មាន data center ទេwebsite app និង online service ជាច្រើនមិនអាចដំណើរការបានឡើយហើយបើវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like comment share ហើយកុំភ្លេច follow ផងដើម្បីទទួលបាន IT knowledge ជាច្រើនផ្សេងទៀត